ពេលដែលនាងខ្ញុំអាយុច្រើននាងខ្ញុំបារម្ភពីរឿងតាគៀករបស់នាងខ្ញុំត្រូវយឺធ្លាក់រុញតាគៀកបានដោយរុញសាច់តាគៀកហ្នឹងឡើងទៅខាងលើឲ្យពេញហើយនឹងជួយធ្វើជាមួយនឹងឧបករណ៍ electro stimulation ហ្នឹងគឺច្បាច់បង្ហាត់បង្រួមឲ្យធ្វើឲ្យណែនតែម្ដងសូមគោរពជម្រាបសួរលោកលោកស្រីអ្នកនាងកញ្ញានិងអតិថិជនរបស់សាសាអាស៊ីតិចចានៅក្នុងថ្ងៃនេះនាងខ្ញុំមានព័ត៌មានជាច្រើនយកមកជម្រាបជូនទៅដល់បងស្ត្រីហើយក៏ដូចជាបងប្អូនយុវតីទាំងអស់គ្នាមានបងស្ត្រីណាខ្លះដែលដឹងថាខ្លួនឯងរាងស្អាតប៉ុន្តែនៅពេលដែលយើងឆ្លងទន្លេហើយបែរជារាងរបស់យើងសាច់តាគៀករបស់យើងដូចជាសាច់ដុំតាគៀកនិងរាងតាគៀករបស់យើងរាងធ្លាក់ចុះហើយយើងមើលទៅដូចជាខុសពីអ្វីដែលយើងធ្លាប់ទទួលបាននូវភាពស្រស់ស្អាតចានាងខ្ញុំគិតថាចំណុចទាំងអស់នេះច្រើនតែកើតឡើងទៅលើស្ត្រីរបស់យើងដែលមានវ័យច្រើនឬក៏ស្ត្រីដែលទើបតែនឹងឆ្លងទន្លេហើយគាត់ក៏ចង់បាននូវភាពស្រស់ស្អាតទាំងអស់នេះត្រឡប់មកវិញអត់ដឹងថាតើគួរតែធ្វើដោយរបៀបណាការហាត់ប្រាណក៏ជាផ្នែកមួយដ៏សំខាន់ដើម្បីជួយពង្រឹងខាងផ្នែកសាច់ដុំនៃតាគៀករបស់យើងឲ្យត្រឡប់មកវិញប៉ុន្តែនៅក្នុងពេលនេះនាងខ្ញុំសូមផ្ដល់ជូនអ្វីដែលបងស្ត្រីទាំងអស់គ្នាមានការព្រួយបារម្ភគឺសេវាកម្មពង្រឹងហើយនឹងបន្តឹងហើយនឹងជំរុញតាគៀករបស់យើងឲ្យរាងខ្លឹមស្អាតចាដូច្នេះសូមជួបជាមួយនឹងបងស្រីដែលជានាយការនៅក្នុងមជ្ឈមណ្ឌលសាសាអាស៊ីតិចចាជំរាបសួរចាអរគុណថ្ងៃនេះយើងឈុតខ្មៅទាំងពីរនាក់ចាដោយដែលនាងខ្ញុំបានជំរាបជូនពីខាងលើអញ្ចឹងបងស្រីដោយថានាងខ្ញុំជាដើមនៅពេលដែលនាងខ្ញុំអាយុច្រើននាងខ្ញុំបារម្ភពីរឿងតាគៀករបស់នាងខ្ញុំត្រូវយឺធ្លាក់ហើយបើអត់ពង្រឹងអត់ហាត់ប្រាណឬក៏អត់ធ្វើជាមួយនឹងឧបករណ៍ទេវារត់តែយឺធ្លាក់ថែមទៀតតែបើយើងយកចិត្តទុកដាក់នេះវានឹងល្អត្រឡប់មកវិញចាចង់ឲ្យបងស្រីជំរាបជូនពីចំណុចទាំងអស់នេះចាបញ្ហាដែលតាគៀកធ្លាក់គឺយើងមានសម្រាប់បងប្អូនយុវវ័យខ្លះក៏គាត់មានដែរចាគាត់អត់ទាន់មានគ្រួសារមានកូននេះក៏ប៉ុន្តែធ្វើឲ្យតាគៀកគាត់ហ្នឹងអត់សូវមានដោយសារគាត់ផ្លូវធំពេកនៅពេលដែលគាត់ផ្លូវធំធ្វើឲ្យតាគៀកហ្នឹងរួមវិញពីខាងលើឬក៏ផតតែអញ្ចឹងយើងអាចធ្វើជាមួយឧបករណ៍នាងខ្ញុំនាំនៅឧបករណ៍ថ្មីសម្រាប់រុញតាគៀកហ្នឹងឲ្យឡើងបំពេញលើសាច់ដែលផតបរិវេណតាគៀកដូចសងខាងដែលផតជាមួយនឹងការដែលគោលផ្លូវដែលធំគឺសម្រកឲ្យរុញឡើងទៅលើចាព្រោះដោយសារថាពេលដែលតាគៀកយើងផ្លូវធំអញ្ចឹងពេលខ្លះទៅបងប្អូនយុវវ័យយើងខ្លះគិតថាផ្លូវធំអញ្ចឹងតើយើងគួរធ្វើម៉េចគ្រាន់តែសម្រកហ្មងតែតាគៀកនៅតែផតអញ្ចឹងដើម្បីកុំឲ្យខាតគឺយើងអាចថាធ្វើគឺយើងសម្រកឲ្យរុញបំបែកឲ្យឡើងទៅលើតែម្ដងដើម្បីឲ្យបំពេញនៅបរិវេណតាគៀកផតសងខាងឲ្យពេញតែការដែលអាចធ្វើទៅបានលុះត្រាមានសាច់ផ្លូវចាបើសិនជាអត់មាននេះអត់អាចរុញបានទេហើយមួយទៀតសម្រាប់បងប្អូនដែលគាត់ក្រោយពេលសម្រាលកូនហើយឬក៏បងស្ត្រីដែលគាត់មានអាយុច្រើនតែគាត់ទៅគីឡូឡើងចុះប្រែប្រួលក៏ធ្វើឲ្យបញ្ហាតាគៀកហ្នឹងធ្លាក់ចុះដែរអញ្ចឹងយើងអាចប្រើជាមួយឧបករណ៍រុញតាគៀកបានដោយរុញសាច់តាគៀកហ្នឹងឡើងទៅខាងលើឲ្យពេញហើយនឹងជួយធ្វើជាមួយនឹងគេហៅយើងមានឧបករណ៍ electro stimulation ហ្នឹងគឺច្បាច់បង្ហាត់បង្រួមឲ្យធ្វើឲ្យណែនតែម្ដងចាហ្នឹងគឺប្រសិទ្ធភាពតែគ្រាន់តែថាការធ្វើទាមទារពេលវេលាសម្រាប់បងស្ត្រីឬក៏បងប្អូនយុវវ័យឬក៏ក្មួយដែលក្រោយសម្រាប់កូនហើយគាត់ចង់ធ្វើបែបហ្នឹងអាចទទួលផលតែត្រូវការពេលវេលាក្នុងការមកធ្វើពេលដែលយើងធ្វើក្នុងម្ដងអាចដឹងថាដំបូងគឺធ្វើឲ្យសាច់តាគៀកយើងចាប់ផ្ដើមរុញឡើងតែมันអាចទាន់ហាត់បានភ្លាមទេអញ្ចឹងយើងព្យាយាមត្រូវយកពេលធ្វើជាកញ្ចប់ចាថាអាចក្នុងយ៉ាងហោចណាស់មួយអាទិត្យយើងមានពេលធ្វើ2ដងឬក៏ម្ដងដើម្បីជួយឲ្យសាច់ដុំនឹងបានណែនព្រោះថាការធ្វើលំហាត់ប្រាណក៏ជាការចាំបាច់ដែរបើសិនជាមានពេលធ្វើឲ្យយើងយកផលិតផលលាបបង្ហាត់ដោយការហាត់ប្រាណដោយខ្លួនឯងនៅក្លឹបក៏បានឬមួយក៏គ្រាន់តែការលាបហើយយើងអាចស្លៀកជាខោត្រូតាគៀកឲ្យលើកឡើងក៏បានដែរចាវាជាវិធីងាយសម្រាប់បងប្អូនយុវវ័យក្មួយនិងបងស្ត្រីយើងដែលចង់ឲ្យតាគៀកស្អាតតែមានបងស្ត្រីខ្លះគាត់មិនមានពេលគ្រប់គ្រាន់គាត់ក៏ខ្ជិលដែរគាត់តាំងឲ្យគាត់លាបឲ្យគាត់ហាត់ប្រាណទៀតគឺគាត់អត់ធ្វើទេអញ្ចឹងអ្វីដែលល្អបំផុតសម្រាប់ការត្រូឲ្យតាគៀកលើកឡើងគឺលាបហើយប្រើខោពាក់ដើម្បីត្រូឲ្យសាច់តាគៀកយើងណែនខ្លំចាគឺជួបជាមួយគ្នាបានហើយក៏ជាវិធីងាយក្នុងការដែលធ្វើឲ្យតាគៀកហ្នឹងមើលទៅឃើញលើកឡើងពេញនៅកន្លែងដែលផតចាអរគុណចាដូចជាបងស្ត្រីនិងបងប្អូនយុវតីទាំងអស់គ្នាបានទទួលជ្រាបហើយក៏ដូចជាសកម្មភាពខ្លះបានបង្ហាញជូនចាពីព្រោះនៅពេលដែលយើងចង់ធ្វើអ្វីមួយទាមទារឲ្យបងប្អូនទាំងអស់គ្នាមកពិភាក្សាជាមួយនឹងបងស្រីដែលផ្ទាល់ថាតើរូបរាងនៃតាគៀករបស់គាត់ហ្នឹងអាចជួយគាត់បន្តឹងឬក៏ជំរុញឲ្យតាគៀករបស់យើងបានស្អាតខ្លំហ្នឹងដោយរបៀបណាខ្លះព្រោះថារាងរបស់មនុស្សយើងម្នាក់ៗអត់អាចដូចគ្នាបានទេដូច្នេះបើសិនជាលោកស្រីនាងកញ្ញានិងបងស្ត្រីបងប្អូនយុវតីទាំងអស់គ្នាចង់បាន
ទទួលនៅសេវាកម្មដ៏ល្អគ្រប់ចំណុចទាំងអស់ដែលមានការខ្វះខាតកុំគិតថាដល់សម័យនេះហើយយើងនៅតែមានការផិតភ័យហើយជាពិសេសឃើញគេវះកាត់ឬក៏គេធ្វើអ្វីមួយខុសពីប្រក្រតីសាគឺមានឈ្មោះល្បីល្បាញមកជាង20ឆ្នាំហើយពីសេវាកម្មដែលធ្វើឲ្យបងស្ត្រីទាំងអស់គ្នាទទួលបាននូវភាពស្រស់ស្អាតដោយមិនមានការវះកាត់ទេដូច្នេះចាសេវាកម្មមួយនេះសង្ឃឹមថាបងទាំងអស់គ្នានឹងតាក់ទងមកជាមួយនឹងមជ្ឈមណ្ឌលសាអាសេតិចរបស់យើងហើយបើសិនជាចង់ទទួលជ្រាបនៅព័ត៌មានបន្ថែមសូមកុំភ្លេចឆាតចូលពេកនៅក្នុងពេលឥឡូវនេះចាសូមអរគុណចាសូម